ពាក្យសម្ដីដប់ឃ្លារបស់ស៊ឺម៉ាអ៊ីនៅក្នុងរឿងសាមកុកតួអង្គស៊ឺម៉ាអ៊ីបានពោលនៅពាក្យសម្ដីទាំង10ឃ្លាទី1ឆាកជីវិតមនុស្សត្រូវចេះរៀនកំសាន្តនៅក្នុងទុក្ខលំបាកទី2ជឿជាក់ខ្លាំងពេកធ្វើឲ្យបរាជ័យទៅវិញទី3ទ្រាំឬដែលគេទ្រាំមិនបានទើបអាចសម្រេចកិច្ចការធំទី4រៀនធ្វើចិត្តឲ្យស្ងប់ជាមុនទើបមនុស្សអាចដេកលក់ស្រួលចំណុចទី5មនុស្សធ្វើការងារច្រើនដេកតិចជីវិតរស់មិនយូរទេទី6មនុស្សឆ្លាតធ្វើការងារពិតមនុស្សល្ងងដណ្ដើមគេឈ្មោះទី7ខ្ញុំសំលៀងដាវអស់ជាង10ឆ្នាំខ្ញុំដករើសតែមួយលើកប៉ុណ្ណោះទី8ទទួលបានសន្តានចិត្តអ្នកប្រាជ្ញគឺស្មើទៅនឹងយកទឹកដីពាក់កណ្ដាលទី9អ្នកចូលចិត្តតាំងខ្លួនជាមនុស្សឆ្លាតជីវិតរបស់គេរស់នៅមិនបានយូរទេហើយចំណុចចុងក្រោយគឺចំណុចទី10អ្នកពូកែបង្អួតពីភាពវៃឆ្លាតរបស់ខ្លួនឯងច្រើននាំទុកដាក់ខ្លួនឯងពាក្យសម្ដី10ឃ្លារបស់ស៊ឺម៉ាអ៊ីនៅក្នុងរឿងសាមកុកតួអង្គស៊ឺម៉ាអ៊ីបានពោលនៅពាក្យសម្ដីទាំង10ឃ្លាទី1ឆាកជីវិតមនុស្សត្រូវចេះរៀនកំសាន្តនៅក្នុងទុក្ខលំបាកទី2ជឿជាក់ខ្លាំងពេកធ្វើឲ្យបរាជ័យទៅវិញទី3ទ្រាំឬដែលគេទ្រាំមិនបានទើបអាចសម្រេចកិច្ចការធំទី4រៀនធ្វើចិត្តឲ្យស្ងប់ជាមុនទើបមនុស្សអាចដេកលក់ស្រួលចំណុចទី5មនុស្សធ្វើការងារច្រើនដេកតិចជីវិតរស់មិនយូរទេទី6មនុស្សឆ្លាតធ្វើការងារពិតមនុស្សល្ងងដណ្ដើមគេឈ្មោះទី7ខ្ញុំសំលៀងដាវអស់ជាង10ឆ្នាំខ្ញុំដករើសតែមួយលើកប៉ុណ្ណោះទី8ទទួលបានសន្តានចិត្តអ្នកប្រាជ្ញគឺស្មើទៅនឹងយកទឹកដីពាក់កណ្ដាលទី9អ្នកចូលចិត្តតាំងខ្លួនជាមនុស្សឆ្លាតជីវិតរបស់គេរស់នៅមិនបានយូរទេហើយចំណុចចុងក្រោយគឺចំណុចទី10អ្នកពូកែបង្អួតពីភាពវៃឆ្លាតរបស់ខ្លួនឯងច្រើននាំទុកដាក់ខ្លួនឯងពាក្យសម្ដី10ឃ្លារបស់ស៊ឺម៉ាអ៊ីនៅក្នុងរឿងសាមកុកតួអង្គស៊ឺម៉ាអ៊ីបានពោលនៅពាក្យសម្ដីទាំង10ឃ្លាទី1ឆាកជីវិតមនុស្សត្រូវចេះរៀនកំសាន្តនៅក្នុងទុក្ខលំបាកទី2ជឿជាក់ខ្លាំងពេកធ្វើឲ្យបរាជ័យទៅវិញទី3ទ្រាំឬដែលគេទ្រាំមិនបានទើបអាចសម្រេចកិច្ចការធំទី4រៀនធ្វើចិត្តឲ្យស្ងប់ជាមុនទើបមនុស្សអាចដេកលក់ស្រួលចំណុចទី5មនុស្សធ្វើការងារច្រើនដេកតិចជីវិតរស់មិនយូរទេទី6មនុស្សឆ្លាតធ្វើការងារពិតមនុស្សល្ងងដណ្ដើមគេឈ្មោះ
ទី 7 ខ្ញុំសំលៀងដាវអស់ជាង10ឆ្នាំខ្ញុំដករើសតែមួយលើកប៉ុណ្ណោះទី 8 ទទួលបានសន្តានចិត្តអ្នកប្រាជ្ញគឺស្មើទៅនឹងយកទឹកដីពាក់កណ្ដាលទី 9 អ្នកចូលចិត្តតាំងខ្លួនជាមនុស្សឆ្លាតជីវិតរបស់គេរស់នៅមិនបានយូរទេហើយចំណុចចុងក្រោយគឺចំណុចទី 10 អ្នកពូកែបង្អួតពីភាពវៃឆ្លាតរបស់ខ្លួនឯងច្រើននាំទុកដាក់ខ្លួនឯង